រត់ថ្ងៃហ្នឹងមានពីណាគេស្អប់យើងអត់អូខេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងមកលេងភាសាទាំងអស់គ្នាមាន3ស្លឹកហើយហឺស្លឹកទី1ស្លឹកទី2ហើយស្លឹកទី3អញ្ចឹងណាគេធ្វើសមាធិហើយហឺបានហើយអញ្ចឹងយើងទៅស្ដាប់ចម្លើយទាំងអស់គ្នាអូខេអញ្ចឹងយើងមកមើលសម្រាប់អ្នកដែលគាត់ហឺបានចម្លើយហើយស្លឹកទី1ចាំមើលថាតើថ្ងៃហ្នឹងមានពីណាគេស្អប់គាត់អត់ស្លឹកទី1បាន Page of Wands Knight of Cups The Sun ហើយជាមួយនឹង Queen of Swords អូខេការប៉ັດទៅវាប្រាប់ថាការប៉ັດទៅថ្ងៃហ្នឹងអាចនឹងអត់មានអ្នកគេស្អប់យើងឯងគ្រាន់តែយើងលក្ខណៈថាលេចធ្លោជាងគេពេកអីចឹងណាពេលហាខ្លះធ្វើឲ្យអ្នកជំនាញខ្លួនគាត់រៀងចំណែនជាពិសេសអ្នកធ្វើការមួយគ្នាអ្នករៀនមួយគ្នាឬក៏អ្នកទំវិញដល់ពេលតែយើងលេចធ្លោជាងគេចឹងទៅលក្ខណៈថានៅមុខយើងគេនិយាយល្អឬក៏អីចឹងណាតែនៅក្រោយខ្នងអាចនឹងគេនិយាយដើមយើងថាយើងចេះយើងចប់ព្យាយាមប្រខូចឈ្មោះយើងកុំឲ្យយើងលក្ខណៈថាលេចធ្លោខ្លាំងពេកឬក៏អីចឹងទៅហើយមួយទៀតហ្នឹងលក្ខណៈថាយើងធម្មតាជាមនុស្សលក្ខណៈចូលចិត្តលេចចិត្តល្អជួយគេឬក៏អីចឹងណាហើយធ្វើឲ្យមនុស្សជុំវិញហ្នឹងអ្នកខ្លះគេចូលមកដើម្បីយកផលប្រយោជន៍ពីយើងវាប្រាប់ថាកាពិតទៅមិនមែនជាកំហុសឬក៏មកពីយើងទេមកពីអ្នកជុំវិញខ្លួនឬក៏អីចឹងណាណែនាំថាឲ្យព្យាយាមធ្វើទង្វើល្អហ្នឹងបន្តទៅមុខទៀតទៅហើយណាគេដែលគាត់និយាយណាគេដែលគាត់មានបំណងល្អមានបំណងអត់ល្អដាក់យើងឬក៏ណាគេដែលគាត់គិតអត់ល្អមកលើយើងឬក៏អីចឹងណាចង់ក្រោយទៅគាត់ចាញ់វិញខ្លួនឯងអញ្ចឹងយើងធ្វើតែល្អព្រោះយើងបន្តទៅមុខទៀតទៅអូខេអញ្ចឹងយើងមកមើលសម្រាប់អ្នកដែលគាត់ហៅស្លឹកទី2ចាំមើលថាគាត់បាន BA ខ្លះ 3 of Wands 6 of Wands 2 of Pentacles អូខេឃើញហើយមកកាប៉ាទៅថ្ងៃហ្នឹងអ្នកស្រឡាញ់ក៏ច្រើនអ្នកស្អប់ក៏ច្រើនដែរពេលខ្លះនិយាយទៅច្រឹកយើងហ្នឹងពេលខ្លះអ្នកដែលចូលចិត្តឬក៏អីហ្នឹងសិតតែអ្នកស្និទ្ធអ្នកស្គាល់គ្នាអញ្ចឹងណាសម្រាប់អ្នកគេអត់ស្គាល់គេមើលមកពីយើងខាងក្រៅមនុស្សលក្ខណៈថាមើលទៅដូចយើងកាចមើលទៅដូចយើងរៀងរឹកឬក៏អីចឹងតែការពិតទៅយើងមិនមែនមនុស្សចឹងទេគ្រាន់តែយើងមុខមាត់ឬក៏ការតែងខ្លួនឬក៏សម្ដែងស្ដាយយើងខាងក្រៅអ្នកផ្សេងគេអាចមើលទៅឃើញចឹងណាហើយការពិតបើអ្នកស្គាល់យើងច្បាស់ហ្មងមើលលក្ខណៈថាយើងជាមនុស្សលក្ខណៈចូលចិត្តធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយពេលខ្លះចូលចិត្តឲ្យឃើញគេសើចនៅក្នុងក្រុមឬក៏អីចឹងណានិយាយទៅក្នុងក្រុមបកខ្វះយើងក៏អត់បានដែរអូខេអញ្ចឹងយើងមកបន្តមើលសម្រាប់អ្នកគាត់ហៅស្លឹកទី3មើលថាតើមិនដែរមានអ្នកគេស្អប់យើងអត់ឬក៏អីអត់ចឹងណាអូខេមាន Six of Pentacles តែ Hangman ហើយជាមួយនឹង Seven of Swords មាន The Hermit ទៀតវាប្រាប់ខាងសួរថាថ្ងៃហ្នឹងមានគេស្អប់យើងអត់ជើងលេខអាចនឹងរៀងប្រាប់ថារៀងពាក់កដាលចឹងណាលក្ខណៈថាអ្នកយើងវាអត់ចូលចិត្តភាពលេចធ្លោហ្មងពេលខ្លះយើងចូលចិត្តនៅស្ងាត់ៗម្នាក់ឯងឬក៏អត់សូវចូលចិត្តចូលសង្គមមួយពីណាពីណីញ៉ៃអីច្រើនអញ្ចឹងណាគេហៅ introvert ពេលខ្លះអាចនឹងគេមើលពីខាងក្រៅមកឬក៏អីចឹងថាយើងបែកខ្ញែក